ចាសូមជំរាបសួរប៉ាម៉ាក់ក៏ដូចជាបងប្អូនទាំងអស់គ្នាមួយរយៈចុងក្រោយហ្នឹងដោយដែលយើងបានដឹងអញ្ចឹងគឺមានការឆ្លងជំងឺផ្ដាសាយធំហ្នឹងច្រើនមែនទែនដូច្នេះមានការលើកឡើងពីប៉ាម៉ាក់មួយចំនួនដែលគាត់ចង់ផ្ដល់វ៉ាក់សាំងឲ្យកូនតែចៃដន្យកូនគាត់ឆ្លងរួចហើយអញ្ចឹងគាត់ចង់សួរថាតើកូនគាត់បន្ទាប់ពីឆ្លងហើយជាសួរ4ហ្នឹងតើអាចចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំនេះបានអត់ហើយគួរតែចាក់អត់អញ្ចឹងចម្លើយយ៉ាងខ្លីគឺចង់ប្រាប់ថាគួរតែចាក់ហើយអាចចាក់បានដោយមានទាំងសុវត្ថិភាពព្រមជាមួយនឹងប្រសិទ្ធភាពដោយសារតែហេតុផលទី1នោះគឺរដូវកាលនៃជំងឺផ្ដាសាយធំនេះគឺអត់ទាន់ចប់ទេដូច្នេះកូនប៉ាម៉ាក់ទាំងអស់គ្នាដែលទើបតែឆ្លងហើយហ្នឹងគឺគាត់នៅតែមានហានិភ័យអាចឆ្លងជំងឺផ្ដាសាយធំហ្នឹងសារជាថ្មីអញ្ចឹងហេតុផលទី2យើងហៅវាថា flu A flu B តែតាមពិតទៅវាមិនមែនមានតែពីរមុខហ្នឹងទេ flu A ក៏ដោយ flu B ក៏ដោយគឺវាមាន subtype ឬក៏វាមាន strain របស់វាទៅទៀតឧទាហរណ៍ដូចជា flu A ហ្នឹងមានដូចជា H1N1 H3N2 B ហ្នឹងវាអាចមានជាខ្សែស្រឡាយឡាញនារបស់វាមានដូចជាពពួក Victoria អីចឹងទៅហើយអា strain អស់នេះគឺមានការបម្រែបម្រួលជារៀងរាល់ឆ្នាំដូច្នេះនៅពេលដែលកូនប៉ាម៉ាក់ទាំងអស់គ្នាឆ្លងគឺយើងអត់អាចដឹងថាឆ្លង strain មួយណាទេចេញតែ A ហើយនិង B ហើយការឆ្លង strain មួយនៅក្នុងចំណោមមេរោគផ្ដាសាយធំនេះគឺมันអាចឲ្យកូនប៉ាម៉ាក់ទាំងអស់គ្នាមានអង្គតិក័អាចការពារជាមួយនឹង strain ផ្សេងទៀតនៃមេរោគផ្ដាសាយធំនេះបានទេហេតុផលទី3សំខាន់ចុងក្រោយគេគឺតាក់ទងជាមួយនឹងវ៉ាក់សាំងផ្ដាសាយធំដែលគ្រូពេទ្យគាត់បានណែនាំឲ្យកូនប៉ាម៉ាក់ទាំងអស់គ្នាបានទទួលហ្នឹងជាទូទៅគឺវាមានផ្ទុកនៅការការពារមេរោគផ្ដាសាយធំនេះពី3ទៅ4 strain អាស្រ័យទៅតាមប្រភេទនៃវ៉ាក់សាំងហើយវ៉ាក់សាំងនេះត្រូវបានអាប់ដេតជារៀងរាល់ឆ្នាំយោងទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោកដោយសារតែមេរោគនេះវាចេះដូររៀងរាល់ឆ្នាំដែរដើម្បីអត់ឲ្យមនុស្សយើងហ្នឹងស៊ាំជាមួយវាទេសរុបមកវិញទោះបីជាអង្គតិក័ដែលកូនប៉ាម៉ាក់ទាំងអស់គ្នាបានទទួលក្រោយពីការឆ្លងមេរោគមួយនេះស្ដាប់មើលទៅដូចជាល្អជាងអង្គតិក័ធម្មជាតិប៉ុន្តែបើប្រៀបធៀបជាមួយនឹងអង្គតិក័ដែលកូនប៉ាម៉ាក់ទាំងអស់គ្នាបានទទួលពីការចាក់វ៉ាក់សាំងវិញគឺវាមានការការពារហ្នឹងបានទូលំទូលាយជាងការពារបានច្រើន strain ជាងហើយអត់សូវមានហានិភ័យបានន័យថាអត់ចាំបាច់ទៅឆ្លងមេរោគដើម្បីអស់ដុសអង្គតិក័ទេហើយចុងក្រោយគេគឺចាក់វ៉ាក់សាំងទៅគឺជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៅក្នុងករណីចៃដន្យកូនប៉ាម៉ាក់ទាំងអស់គ្នាឆ្លងមេរោគនឹងសារជាថ្មីភាពធ្ងន់ធ្ងរដែលអាចកាត់បន្ថយនឹងមានដូចជាការវិវត្តទៅជារឿងលាកសួតនិងការកេងសម្រាប់ពេទ្យជាដើម